ធម្មតានៃជីវិតយើងនេះតែងប្រទះនូវសេចក្តីទុក្ខយ៉ាងពិតប្រាកដហើយទុក្ខទាំងឡាយនោះគឺជាផលប៉ះពាល់នៃជីវិតយើងទើបអ្នកប្រាជ្ញលោកក៏បានចងក្រងបញ្ហាជាបទភាសិតនិងជាសារដាស់តឿនឲ្យគិតខិតខំចាកជៀសពីសេចក្តីទុក្ខនិងឧបសគ្គដែលបានកើតឡើងមកលើខ្លួនដោយលើកឡើងជាបទដ្ឋានថាអូសទូកកុំឲ្យលំអានចាប់ត្រីបានកុំឲ្យល្អក់ទឹកចំពោះន័យត្រង់នៃភាសិតត្រង់ឃ្លាថាអូសទូកកុំឲ្យលំអានពាក្យថាអូសទូកគឺការទាញទូកពីគោកទៅដាក់ផ្ទៃទឹករីឯពាក្យថាកុំឲ្យលំអានគឺកុំឲ្យមានស្នាមពីដីឬមានស្នាមឆ្កូតនៅពីក្រោមបាតទូកនោះព្រោះជាហេតុនាំឲ្យសឹកដាច់បាតទូកឬអន្តរាយធ្លុះធ្លាយទូកក៏មាននាំឲ្យកិច្ចការងារដែលខំប្រឹងប្រែងមកទាំងប៉ុន្មានអាសាឥតបានការអូសទូកវាគឺជារឿងមួយដែលពិបាកដោយមានឧបសគ្គជាច្រើននៅរារាំងក្នុងកិច្ចការនេះគឺត្រូវប្រុងប្រយ័ត្នណាស់ធ្វើយ៉ាងណាអូសកុំឲ្យមានលំអានគឺធ្វើការនោះទៅកុំឲ្យមានស្នាមដែលជាហេតុនាំឲ្យកើតសេចក្តីសៅហ្មងបង្កឲ្យទៅជារឿងរ៉ាវអ្វីផ្សេងដែលអាចឲ្យទុក្ខទោសដល់ខ្លួននៅវេលាកំពុងប្រតិបត្តិការនៅពេលក្រោយជាយថាហេតុរីឯពាក្យថាចាប់ត្រីបានកុំឲ្យល្អក់ទឹកគឺសំដៅទៅដល់កិច្ចការប្រមាញ់ប្រឹងធ្វើយ៉ាងណាឲ្យចាប់បានត្រីហើយទឹកនៅតែថ្លាដូចដើមពាក្យថាចាប់ត្រីនៃដែលលោកចង់ប្រៀបធៀបនោះគឺខំប្រឹងរកមាសប្រាក់កេរ្តិ៍ឈ្មោះឬការសរសើរផ្សេងហើយត្រូវប្រយ័ត្នពេលដែលបានវាមកហើយគឺកុំឲ្យមានល្អក់ទឹកពាក្យថាល្អក់ទឹកគឺការក្តៅក្រហាយស្ដាយក្រោយដោយហេតុតែទង្វើអគតិភ្លេចស្មារតីប្រព្រឹត្តទុច្ចរិតដោយប្រការផ្សេងជាហេតុបណ្ដាលឲ្យជាប់ទុក្ខទោសទៅពេលក្រោយការដែលខិតខំរកទទួលទានចិញ្ចឹមជីវិតគឺជាការលំបាកមួយមិនចេះចប់មិនចេះហើយព្រោះមានឧបសគ្គជាច្រើនក្នុងជីវិតប្រចាំថ្ងៃហើយការរស់នៅនេះទៀតសោតក៏ខំធ្វើយ៉ាងណាឲ្យការងារប្រព្រឹត្តទៅដោយល្អហើយមិនមានទុក្ខទោសតែថាមនុស្សគ្រប់គ្នាមុខរបរការងារគឺផ្សេងគ្នាមិនដូចគ្នាឡើយដោយរបរខ្លះដើម្បីចិញ្ចឹមជីវិតគឺត្រូវបំពានបៀតបៀនរហូតចង់បានឥតមានព្រំដែនឬអាចធ្វើឲ្យអ្នកដទៃត្រូវរងគ្រោះដោយសារតែខ្លួនក៏មានតាក់ទងនឹងរឿងបំពានបៀតបៀនឬក៏កេងប្រវ័ញ្ចលើអ្នកដទៃខ្ញុំសូមលើកជាឧទាហរណ៍រឿងលោកតាមួយអង្គជាអ្នកបួសក្នុងព្រះពុទ្ធសាសនាលោកតានេះជាមនុស្សទ្រុសិលឥតមានវត្តបដិបត្តិតាមមាគ៌ាព្រះពុទ្ធឡើយហើយថែមទាំងយកសាសនានេះជាឈ្នន់សម្រាប់រកស៊ីដើរបោកប្រាស់គេឯងអ្នកស្រុកអ្នកភូមិទៀតផងថ្ងៃមួយលោកតានោះបានប្រើកូនសិស្សដែលជាក្មេងចំណិតរបស់ខ្លួនឲ្យប្រើល្បិចកលលួចយករបស់របរអ្នកស្រុកអ្នកភូមិយកទៅលាក់ហើយឲ្យពួកវាមកប្រាប់ខ្លួនថាទុកកន្លែងណាលុះកូនសិស្សនោះធ្វើតាមរួចរាល់ហើយក៏ប្រាប់កូនសិស្សទាំងនោះបន្តថាពួកឯងទៅក្នុងភូមិហើយដើរប្រពៃនាយប្រាប់អ្នកភូមិថាមានលោកតាមួយអង្គពូកែស័ក្តិសិទ្ធិណាស់លោកជាមនុស្សប្រាថ្នាតិចជាលោកធុដងនៅតែទៀបគល់ឈើទេបើពុកម៉ែបងប្អូនត្រូវការទេដោយប្រការអ្វីនោះក៏សាកទៅរកលោកចោះបន្ទាប់មកអ្នកស្រុកអ្នកភូមិក៏មករកទាយចេះតែត្រូវរហូតបានរបស់របរដែលបាត់នោះត្រឡប់មកវិញវេលាក្រោយមកឈ្មោះលោកតាក៏ល្បីពាសពេញភូមិដែលថាពូកែស័ក្តិសិទ្ធិដោយបានសេចក្តីជឿទុកចិត្តពីអ្នកស្រុកអ្នកភូមិប៉ុណ្ណេះហើយថ្ងៃមួយលោកតានោះក៏បានប្រកាសថាខ្លួនអាចធ្វើផ្លាកទិនឲ្យទៅជាមាសហើយធ្វើមាសឲ្យទៅជាពេជ្របានដោយគ្រាន់តែដាក់វាបន្ទុំរយៈពេល3យប់3ថ្ងៃប៉ុណ្ណោះអ្នកស្រុកជឿស្លង់ក៏នាំគ្នាយកលុយទិញមាសទិញផ្លាកទិនយកទៅបន្ទុំនឹងលោកតានោះលោកតាទ្រុសិលនិងកូនសិស្សទាំងនោះបានវត្ថុមានតម្លៃច្រើនហើយក៏នាំគ្នារត់គេចខ្លួនទាំងយប់បាត់អស់ទៅបងប្អូនធម្មជាតិភ្លើងក្តៅគឺនៅតែក្តៅបុគ្គលណាសាបព្រោះពូជណាគឺបានពូជនោះត្រឡប់មកវិញយ៉ាងណាមិញថ្មីត្បិតតែវាជារឿងឧទាហរណ៍ក៏ពិតតែបុគ្គលប្រភេទនេះបើនៅរស់បច្ចុប្បន្នគឺត្រូវប្រឈមភ័យខ្លាចនឹងការពិតដែលត្រូវលាតត្រដាងខណៈពេលរៀបស្លាប់និមិត្តអាក្រក់ក៏មកជិះជាន់បន្លាចរហូតដល់ចុតិទៅកាន់នរកក៏មានជីវិតរបស់យើងរកប្រាក់មកបានគឺលំបាកណាស់ដូច្នេះគួរប្រើវាឲ្យត្រឹមត្រូវសុចរិតកុំដើរខុសផ្លូវនាំឲ្យមានទុក្ខទោសទៅថ្ងៃក្រោយអរគុណសម្រាប់ការទស្សនាដល់ចប់ចំពោះការចូលចិត្តបងប្អូនអាចចុច Subscribe ឬ Like សម្រាប់ការតាមដានទស្សនាបន្ត